ជនសង្ស័យចំនួន4នាក់ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ចម្រិតទារប្រាក់និងអំពើឃាតកម្មគិតទុកជាមុនជនសង្ស័យចំនួន4នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ចម្រិតទារប្រាក់និងអំពើឃាតកម្មគិតទុកជាមុនក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះសំណាក់ 168D ផ្លូវបេតុងភូមិកោះក្របីសង្កាត់ព្រៃថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2026វេលាម៉ោង 23:30 នាទីយោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាជនរងគ្រោះចំនួន2នាក់ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះទី1ឈ្មោះតាំងសីមេងភេទទី3កែទៅស្រីអាយុ35ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិ6សង្កាត់អូរស័យទី2ខណ្ឌ7មករារាជធានីភ្នំពេញទី2ឈ្មោះអែមគឹមស្រុនភេទប្រុសអាយុ38ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តតាក់ស៊ីស្នាក់នៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញចំណែកឯជនសង្ស័យមានចំនួន4នាក់ទី1ឈ្មោះសុខាដានីភេទប្រុសអាយុ27ឆ្នាំជនជាតិខ្មែរទី2ឈ្មោះយុនកំហិនភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរទី3ឈ្មោះសុងអៀនឡុងភេទប្រុសអាយុ31ជនជាតិចិនទី4ឈ្មោះជូវ៉ៃមីងភេទប្រុសអាយុ26ជនជាតិចិនក្រោយការឃាត់ខ្លួនជនសង្ស័យទាំង4នាក់ខាងលើបានឆ្លើយសារភាពពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើមកប្រគល់ឲ្យជនជាតិភូមិ4នាក់នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅនិងកម្លាំងនគរបាលខណ្ឌជ្រោយចង្វាបានរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើកប់ក្នុងរណ្ដៅលូមានចាក់បេតុងពីលើនៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិបាក់ខែងសង្កាត់ព្រៃលៀបខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងស្រាវជ្រាវរកបពុសេសសល់និងកសាងសំណុំរឿងតាមនីតិវិធី